របាយការណ៍របស់អ្នករាយការណ៍ពិសេសសួរកម្ពុជាថាហេតុអីបានចាប់បានតត្រីតូចរួចត្រីធំពេញថ្លុករឿងឆបោកអនឡាញថ្ងៃនេះហ่ะភ្លៀងបាក់មេឃបងប្អូនភ្លៀងបាក់មេឃហ្មងភ្លៀងបាក់មេឃលើផែនប៉ុស្តិ៍សធាកម្ពុជាគឺថាអ្នករាយការណ៍ពិសេសរូបនេះបានចេញសេចក្តីរាយការណ៍ឡើងលំអិតតកតងនឹងរយៈពេលធ្វើដំណើរទៅទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជារយៈពេលជាង10ថ្ងៃនេះក៏បាញ់ចេញសេចក្តីថ្លែងការណ៍គឺលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាសេចក្តីរាយការណ៍របស់គាត់នេះគឺថាជក់ចិត្តលំអិតហើយឯកទៅលើតតភាពជាក់ស្ដែងនៅក្នុងសង្គមសូម្បីតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងក៏អត់ដឹងប្រកែកយ៉ាងម៉េចបានដែរហើយបងប្អូនពេលដែលយើងនិយាយដូចខ្ញុំផ្សាយអីថាកម្ពុជាចាប់បានតត្រីតូចរួចត្រីធំអីហ្នឹងអ្នកខ្លះគេនិយាយថាយើងនឹងញុះញង់ថាយើងនឹងផ្សាយព័ត៌មានមិនពិតរដ្ឋាភិបាលគេខំប្រឹងធ្វើណាហេតុអីបានជាយើងមកនិយាយតែអញ្ចឹងអត់ឲ្យតម្លៃរដ្ឋាភិបាលអីសោះឥឡូវស្ដាប់ទៅនេះលោក Thomas Andrews គាត់ធ្វើសន្និសីទសារព័ត៌មានហើយគាត់មានសេចក្តីថ្លែងការណ៍របស់គាត់រាប់ទំព័រដើម្បីបញ្ចប់បេសកកម្មរយៈពេល10ថ្ងៃនៅជាង10ថ្ងៃនៅកម្ពុជាហើយសរសេររបាយការណ៍យ៉ាងលម្អិតអំពីការដែលជួបជាមួយមន្ត្រីរដ្ឋាភិបាលជួបលោកហ៊ុនសែនជួបលោកហ៊ុនម៉ាណែតជួបមន្ត្រីអង្គការសង្គមស៊ីវិលជួបភាគីដៃគូពាក់ព័ន្ធទាំងអស់រហូតតគាត់ចុះទៅជួបជនភៀសឹកនៅទៅមើលកន្លែងតំបន់ភៀសឹកនៅអាកន្លែងថៃដាក់បលាលួសថៃដាក់កុងតឺន័រអីគាត់សរសេររបាយការណ៍គាត់យ៉ាងលម្អិតនៅក្នុងនឹងទាំងអស់ហើយខ្ញុំនឹងបកស្រាយមួយចំណុចម្ដងឲ្យបងប្អូនបានយល់ថាតើគាត់និយាយអីខ្លះគាត់សរសើររដ្ឋាភិបាលកម្ពុជាអីខ្លះហើយគាត់ស្នើឲ្យរដ្ឋាភិបាលកម្ពុជានឹងធ្វើអីខ្លះឥឡូវខ្ញុំចាប់ផ្ដើមពីចំណុចរឿងឆបោកអនឡាញទៅមុនព្រោះរឿងនេះគឺជាអាយុជីវិតរបស់ប្រទេសកម្ពុជាដែរលោក Thomas Andrews និយាយពីរឿងការឆបោកអនឡាញគាត់សូត្រទាំងអស់ដែលជារបាយការណ៍គាត់មើលមែនគាត់ស្ដាប់របាយការណ៍របស់កម្ពុជាដែលរាយការណ៍ប្រាប់គាត់សូត្រឲ្យស្ដាប់មែនថាកម្ពុជាបានប្រយុទ្ធប្រឆាំងការឆបោកអនឡាញបានដល់ទៅបិទឬក៏ថាចុះទៅណែលុកលុយឬក៏ចូលទៅឆែកឆេរទីតាំងឆបោកអនឡាញជាងជិត600កន្លែង600ទីតាំងហើយចាប់ជនល្មើសនឹងយកមកផ្ដន់ទាទោសឥឡូវមានជាង3000នាក់ដែលកំពុងតែស្ថិតនៅមុខកិច្ចនីតិវិធីតាមផ្លូវតុលាការអញ្ចឹងហើយចាប់បញ្ជូនចាប់អីទៅស្រុកក្រៅទៅអីដែលគាត់មើលឃើញថានេះគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលដែរគាត់មិននិយាយរាយការណ៍នេះគឺគាត់បានន័យថាទទួលស្គាល់ថារដ្ឋាភិបាលប្រឹងធ្វើដែរក៏ប៉ុន្តែអ្វីដែលជាសំណួររបស់គាត់គាត់ថានៅពេលដែលបាត់ឆបោកអនឡាញនេះគឺក៏ក្រៅពេញផ្ទៃប្រទេសកម្ពុជាលោកមិនសង្កេតឃើញថាកម្ពុជាបានចាប់ត្រីធំបានសោះនេះរឿងនេះហើយដែលជារឿងមួយដែលខ្ញុំពេញចិត្តអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅដែលគេសរសេរដែលទៅធ្វើព័ត៌មានឯករាជ្យគេសរសើររដ្ឋាភិបាលប៉ុន្តែក្នុងពេលជាមួយគ្នានឹងថាអ្នកធ្វើនេះគឺបានចាប់បានតែត្រីតូចទេរួចត្រីធំពេញថ្លុករឿងឆបោកអនឡាញនៅកម្ពុជាទៅស្ដាប់សេចក្តីថ្លែងការណ៍របស់លោកAndrews Thomas Andrews ឡើងវិញគឺជាគាត់បាននិយាយដូចនេះគឺនៅក្នុងកិច្ចដែលផ្ដល់សន្និសីទសារព័ត៌មានទៀតគាត់ថាចេះខ្ញុំសូមដកស្រង់ភាសាគាត់ទាំងស្រុងជាភាសាអង់គ្លេសគាត់ថា First I asked why despite the ongoing crackdown the government has yet to take action against senior Cambodian officials and other powerful individuals credibly linked to cyber scam operations ប្រែជាខ្មែរយ៉ាងងាយយល់ថាខ្ញុំឆ្ងល់ខ្ញុំចង់សួរដែរថាហេតុអីបានជារដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកអនឡាញហ្នឹងឃើញធ្វើជាបន្តអត់ឈប់ដៃដែរក៏ប៉ុន្តែហេតុអីបានមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាអត់ទាន់បានចាត់វិធានការណាមួយទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងអ្នកដែលជាមានអំណាចធំដទៃទៀតដែលគេជឿថាជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការនៃការឆបោកអនឡាញឃើញទេបងប្អូនគាត់និយាយប្រាប់ទៅកម្ពុជានៅនឹងមុខថាគេមិនដឹងទេអ្នកធ្វើហើយប៉ុន្តែអ្នកធ្វើចាប់តែត្រីកភ្លៀងត្រីកញ្ចុះអត់ដែលបានត្រីច្រោត្រីផ្ទុកត្រីរស់អីបានមួយសោះឥឡូវលោក Andrew គាត់និយាយចឹង Thomas Andrew គាត់និយាយចឹងគឺគាត់ទទួលស្គាល់ថាយើងធ្វើហើយប៉ុន្តែធ្វើឲ្យតែប្រគ្រប់កិច្ចព្រោះហេតុអីបានជាគាត់និយាយចឹងហើយគាត់និយាយថាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហើយនឹងត្រីធំ
អ្នកដែលមានអធិពលនៅក្នុងជួររដ្ឋាភិបាលអ្នកណាខ្លះបងប្អូនសាកទាយមើលមិនបាច់ខ្ញុំប្រាប់ទេហើយទៅសួរស្ទង់មតិនៅប្រទេសកម្ពុជាបើសាកធ្វើដោយឯករាជ្យ 99.99% ហើយគេនឹងចង់ឲ្យចាប់មន្ត្រីទាំងអស់នេះមានទាំងអង្គញាកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូអីហ្នឹងឯងគ្មានអ្នកណាផ្សេងទៀតហើយមន្ត្រីជាន់ខ្ពស់នៅជួររដ្ឋាភិបាលមានអ្នកណាទៀតមើលទៅឈ្មោះដែលជាប់នៅក្នុងបញ្ជីដែលគេរាយនាមមានលោកសសុខាមានលោកឌីវិជាមានលោកណេតសវឿនមានអ្នកស្រីជូប៊ុនអេងមានយឹមលាក់មានស្អីហ្នឹងឈ្មោះហ្នឹងឃើញប្រសាចដាក់មករាយនាមមនុស្សមកកណកដឹកអត់ដែលឃើញហើយខ្ញុំថាលោកសសុខាលោកអីនេះគាត់មានឈ្មោះនៅក្នុងស្អីគេសេចក្តីព្រៀងច្បាប់របស់តំណាងរាស្ត្រដែលគេដាក់ស្នើច្បាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាតើតើនឹងឆោបបោកអនឡាញប៉ុន្តែមន្ត្រីមួយចំនួនដែលខ្ញុំរៀបរាប់នេះអត់មាននៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដែលជាក់តទៅនឹងការផ្ដន់ទាទោសទេនៅក្នុងនោះបញ្ជីខ្មៅហ្មងដែលមានឈ្មោះនៅកឡៅហើយអត់អាចលុបបានហ្នឹងមានដូចជាលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូហើយនឹងមនុស្សមួយចំនួនទៀតដែលមានលោកទ្រីភិបមានលោកឧត្តមសេនីយ៍ប្រមាណអ្នកមានលោកគុណគឹមមានលោកហេងប៊ុនហៀងមានស្អីច្រើនមកកណោតាំងពីរំលោភសិទ្ធិមនុស្សអីមកកណោអត់ដែលចាត់ការអីតតែសោះឥឡូវមកដល់ម៉ោងហ្នឹងគឺអត់មានបានឥឡូវយើងមើលណាមន្ត្រីជាប់ឈ្មោះទាំងអស់ហ្នឹងមានណាមានលោក Gen Z មួយដែលគិតថាមេដឹកនាំមួយដូចថាក្រុម Prince Group ហ្នឹងឮទៅថាធំជាងគេលុយ$15,000 លាន FBI អាមេរិកបង្កក់បានណាក្រុមហ៊ុនគាត់នេះគឺពាក់ព័ន្ធធ្វើបាបឆោបបោកប្រជាពលរដ្ឋអាមេរិកច្រើនម៉ឺនអ្នកសែនអ្នកក៏ប៉ុន្តែលោក Gen Z គឺជាទីប្រឹក្សារបស់លោកហ៊ុនសែនហើយនៅមានមនុស្សប្រមាណនៅក្នុងស្រុកខ្មែរហ្នឹងដែលកាងលោក Gen Z ដើម្បីឲ្យធ្វើអីបាទវាមិនដែលលោក Gen Z ជនជាតិចិនវិចបង្វិចមកក្រមិនដឹងជាស្អីផងស្រាប់តែប្រមាណ10ឆ្នាំឡើងទៅជាមហាអង្គការដែលលុយវល់កោត$$1000 លានយ៉ាងនេះរួចទៅធ្វើស្អីស្រុកខ្មែរហ្នឹងបើណែឯងចេះរកស៊ីមានបានអញ្ចឹងមន្ត្រីខ្មែរហ្នឹងគេរកស៊ីមានងាប់អស់ហើយគេចាំទុកឲ្យណែឯងរកអញ្ចឹងគេគ្រាន់តែយកមកធ្វើជាឧបករណ៍ដើម្បីឲ្យគេដាក់អូថាមានជនជាតិចិនការពារដល់ពេលថ្ងៃណាមួយមានរឿងអីគឺចាប់បញ្ជូនទៅស្រុកចិននេះគឺល្បិចគេអញ្ចឹងតាប៉ុន្តែនៅពីក្រោយខ្នងហ្នឹងគឺបើគ្មានការជុំជ្រែងGen Z មិនអាចធ្វើអីបាននៅស្រុកខ្មែរទេព្រោះខ្មែរជាដែនអធិបតេយ្យរបស់ខ្មែរចិននេះគឺគ្រាន់តែជាឧបករណ៍ដែលយកមកដើម្បីប្រឡំព្រោះអីខ្មែរយើងតែធ្វើខ្លួនឯងទៅវាពាន់តណោតចឹងយកចិនមកព្រោះចិនហ្នឹងសិតតែចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយក្បាលអត់ជាប់មេឃជើងអត់ជាប់ដីមកត្រូវគ្នាមកមួយមន្ត្រីពុកលលួយអក្រិតជនដែលចង់អញ្ចឹងប្រើសិនណាចិនផងសិតតាអ្នកជំនាញអ្នកអីហើយណាមួយយកចិត្តចិនផងឲ្យវាបានគោលនយោបាយគ្រប់គ្រងជនជាតិចិនមហោស៊ីរអីចឹងតាក់ទាញចិនឲ្យមហោស៊ីឲ្យច្រើនមកដូចទឹកបាក់ទំនប់ដោយសារតែយើងសម្ដោះប្រោះប្រណីដោយទាំងអាពោះក្អែបដោយទាំងអាកំពើអាសត្វអាសេរពឹសអីមកតែនិយាយទៅមកសម្រាមហូរចូលពេញបឹងខ្មែរដល់ពេលអញ្ចឹងគាត់មានតែខ្វល់រឿងសម្រាមនេះណាហើយបើដល់ពេលហើយចាប់បានចិនស៊ីហើយបញ្ជូនទៅចិនទៅវិញទៀតដែលជាជនជាតិខ្មែរមានសញ្ជាតិខ្មែរឃើញទេរួចខ្លួនគាត់ថារួចខ្លួនអ្នកណានៅពីក្រោយអ្នកណាឲ្យសញ្ជាតិលោកចិនស៊ីអ្នកណាការពារក្រុមហ៊ុនទាំងអស់ហ្នឹងមានឈ្មោះនៅក្នុងទាំងអស់ហើយទៅយើងធ្វើមិនដឹងហើយចង់ក្រោយលោកហ៊ុនម៉ាណែតថាអូលោកលីយ៉ុងផាត់ហើយលោកកុកអានរឿងបកគលហ្នឹងរឿងជាតិប៉ុណ្ណាណៃគាត់និយាយរឿងបកគលចឹងបានខ្ញុំថាលោកហ៊ុនម៉ាណែតដែរបើនៅស្ងៀមជាជាងសដីតែពៀជ័យខ្ចីជាជាងតេនេមាត់ល្អទៅការពារខ្ញុំដឹងហើយមនុស្សរបស់គាត់ការពារប៉ុន្តែយើងទៅការពារជនសង្ស័យដែលធ្វើឲ្យខូចមុខជាតិលើឆាកអន្តរជាតិខូចជាតិសាសខ្មែរទាំង8-10 លានអ្នកដើម្បីតែប្រយោជន៍គ្រួសារនិងការអំណាចរបស់ខ្លួនសុខចិត្តអោបកសោបសិតតែក្របបែកផ្ទុះតាហ្នឹងសក្របបែកម៉ោងឯនេះទាំងលោកកុកអានទាំងលោកលីយ៉ុងផាត់ហ្នឹងក្របបែកម៉ោងទៅយកមកអោបទៅដល់ពេលដល់ម៉ោងវាផ្ទុះស្លាប់ទាំងអស់គ្នាហ្នឹងតែគាត់ការពារដោយសារអីក្របបែកម៉ោងទាំងអស់នេះគឺជាហាប់ប្រាក់ហាប់លុយអីគាត់ដែរខ្ញុំមិនទៅចោទប្រកាន់ថាបុគ្គលទាំងអស់នេះសុទ្ធតែជាអក្រិតជនទេព្រោះយើងមិនអាចទៅចោទថាគាត់ជាអក្រិតជនបានទេបើគ្រាន់តែគេសង្ស័យក៏ប៉ុន្តែដើម្បីឲ្យគាត់ស្អាតស្អំដើម្បីឲ្យលាងសម្អាតឈ្មោះគាត់ព្រោះនៅក្នុងបញ្ជីខ្មៅតែគេលើឆាកអន្តរជាតិគេទទួលស្គាល់គេដឹងឮគឺយើងត្រូវតែចាត់ការពួកគាត់ដោយតម្លៃណាក៏ដោយត្រូវតែចាត់ការពួកគាត់ស៊ើបអង្កេតដើម្បីលាងសម្អាតខ្លួនគាត់ក៏លាងទៅតែចាត់ការមិនមែននិយាយថាអូឥឡូវអត់មានពាក់ព័ន្ធទេក៏ជួលមេធាវីទៅលុបឈ្មោះចេញពីបញ្ជីខ្មៅគេភ្លើងអត់រួចទៅជួលមេធាវីទៅលុបផ្សែងមានអ្នកណាដែលលុបផ្សែងបានបងប្អូនផ្សែងបើភ្លើងវាអត់រលត់ផ្សែងវានៅតែហុយសពងអញ្ចឹងតាទាល់តែយើងផលិតភ្លើង
ក្មេងបៀមដៃក៏គេដឹងរឿងនេះដែរប៉ុន្តែកម្ពុជាគឺអញ្ចឹងឯងគឺយើងធ្វើដល់ឥឡូវឃើញអ្នករាយការណ៍ពិសេសគេសួរថាតើត្រីធំនៅណាហេតុអីក៏មិនចាត់ការនេះម៉ោងណានៅពេលដែលលោក Thomas Andrew រាយការណ៍បែបនេះហើយសារបែបនេះទៅរដ្ឋាភិបាលចាំមើលក្រុមអង្គការមហាមន្ត្រីនឹងចែកជើងគ្នាមិនស្រួលម៉ោងនេះនឹងដាក់សាប៊ូដល់ Cyprus ឬក៏រត់ទៅប្រទេសទី3ទី4អីណាហើយអស់បាត់ទៅហើយទេក៏មិនដឹងដែរព្រោះអីវាពិបាកណាស់គាត់ដឹងថាត្រូវយ៉ាងម៉េចហើយនៅពេលដែលពេលហ្នឹងលោកប្រធាន FBI របស់អាមេរិកនេះ Kash Patel គាត់ចុះទៅស្រុកខ្មែរមិនតែ Kash Patel មេ FBI ទៅស្រុកខ្មែរទេមកប្រវត្តិស្រុកខ្មែរតាំងពីមកតាំងពីខ្ញុំធំដឹងក្តីមកអត់ដែលមានមេ FBI ណាកុំថាមេ FBI ត្រឹមតែមន្ត្រីប្រធាននាយកដ្ឋានណាមួយរបស់ FBI នឹងចុះទៅដល់កម្ពុជានោះដូចអត់ដែលមានទេយើងប្រហែលជាគិតថាអូមកពីកម្ពុជាអត់មានប្រព្រឹត្តអក្រិតអីធំមែនបាន FBI អត់ចាប់អារម្មណ៍ចុះទៅធ្លាប់ដែរ FBI គេធ្លាប់បញ្ជូនមន្ត្រីគេចុះទៅស៊ើបអង្កេតតាក់ទងរឿងរ៉នអាប់នីប្រហែលជាលោកចាំជនជាតិអាមេរិកដែលគេបោកគ្រាប់បែកសម្រាប់លោកសំរងស៊ីនិងបាតកោនៅមុខព្រឹទ្ធសភាវត្តមុខរដ្ឋសភាវត្តបទុមស្លាប់បាតកោដែលគ្រប់គ្រងគណៈបកប្រឆាំងលោកសំរងស៊ីនឹងអស់16នាក់របួសរាប់សិបអ្នកទៀតយុទ្ធធរអត់ទាន់មានផងព្រោះអីឃាតករដែលស្អីឈ្មោះអាហ្វ្រិកឈ្មោះប្រេស៊ីលប្រេអីណានោះក៏ពើស៊ីបាត់តាំងពីនឹងមកហើយដែលគេគិតថាជាក្រុមនៅក្នុងកងអង្គរៈរបស់លោកហ៊ុនសែនឯណានោះស្ងាត់បាត់ជើង FBI គេគូរូបគេគូអីចេញមកអាហ្នឹងមានមន្ត្រី FBI ចុះទៅម្ដងតែមិនមែនកម្រិតដល់មេកំពូល FBI ទេឥឡូវ Kash Patel មេកំពូល FBI ចុះទៅជួបលោកហ៊ុនម៉ាណែតមិនមែនទៅយកកម្រងផ្កាភ្ញីទៅសរសើរលោកហ៊ុនម៉ាណែតថាបានដោះស្រាយបញ្ហា scam ទេទៅប្រាប់លោកហ៊ុនម៉ាណែតថាខ្ញុំឃើញហើយអស់លោកកំពុងតែធ្វើក៏ប៉ុន្តែអត់ទាន់ចំរមាស់ទេខ្ញុំមកនេះខ្ញុំមកប្រាប់ថាអស់លោកធ្វើអត់ទាន់ចំរមាស់ទេ FBI នៅសហការព្រោះ FBI ចោទប្រកាន់លោក Gen Z ពីបទឆបោកអនឡាញបង្កក់ទ្រព្យ$15,000 លានអ្នកចាប់ Gen Z បានដកសញ្ជាតិ Gen Z ទៅបញ្ជូនទៅឲ្យចិនឯណាទៅវិញអាមេរិកគេមិនបាច់និយាយទេគេគ្រាន់តែទៅប្រាប់ថាកុំពេកហើយឥឡូវអ្នកចាប់ Gen Z បានបញ្ជូនទៅលីសុងបញ្ជូនទៅអស់អាមេរិកជាអ្នកដែលរកបានភ័ស្តុតាងចោតប្រកាន់អ្នកទាំងអស់នេះអ្នកចាប់បានអ្នកបញ្ជូនទៅចិនហើយអ្នកទាំងអស់នេះមានសញ្ជាតិខ្មែរអ្នកធ្វើយ៉ាងម៉េចដើម្បីផ្កើនកា FBI គេអត់ដឹងគេដឹងតាគាត់ថាជាការទូតគេទៅនឹងដើម្បីរឹតបន្តឹងចំណងតាក់ទងរវាងអាមេរិកនិងកម្ពុជាព្រោះអីលោក Kash Patel បាននិយាយថាការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះវាទៅតែចាប់ផ្ដើមទេលោកហ៊ុនម៉ាណែតថាបិទបញ្ចប់តាំងពីចុងខែមេសាឆ្នាំ2026ម្លេះប៉ុន្តែលោក Kash Patel មេ FBI ប្រាប់ថាការឆបោកអនឡាញនៅកម្ពុជាដែលកំពុងតែចាត់ការនេះគឺអាមេរិកអត់ឲ្យរួចខ្លួននេះគឺទើបតែចាប់ផ្ដើមទេអញ្ចឹងបានន័យថាម៉េចទើបចាប់ផ្ដើមខ្មែរយើងថាងាប់ទើបចាប់ផ្ដើមហ្នឹងយើងចាប់អស់មកកណោហើយសឹងថាអស់មកប្រទេសហើយអត់ទេទើបចាប់ផ្ដើមហ្នឹងគាត់សម្ដៅថាយើងចាប់បានតែត្រីកញ្ចោះត្រីកភ្លៀងអាមេរិកគេចាត់ការអត់ទាន់បានផ្ដំទាទោសលោក Gen Z នៅក្នុងតុលាការអាមេរិកនៅឡើយហើយនៅមានមន្ត្រីច្រើនណាអាមេរិកអត់ទាន់បានផ្ដំទាទោសសូម្បីតែមួយនាក់ទៅតែចោតប្រកាន់សិនទេដូច្នេះនៅរិលពេញថ្លុកនៅស្រុកខ្មែរហ្នឹងដែលជាត្រីធំហ្នឹងអត់បានចាត់ការអីសោះហើយទៅយើងគិតថារួចខ្លួនណាមកសហការជាមួយនឹង FBI អត់មាន FBI ទៅឲ្យផ្កាភ្ញីឲ្យយើងទេគឺជាការព្រមានប្រាប់ថាដោះស្រាយទៅព្រោះជាចំណុចចាប់ផ្ដើមហើយ FBI នឹងសហការជួយហើយមិនត្រឹមតែប៉ុណ្ណឹងមុននឹងមេ FBI ចូលទៅស្រុកខ្មែរមានមន្ត្រីទូតអាមេរិក2នាក់យ៉ាងហោចទី1គឺធិរៈធារីរបស់អាមេរិកប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex Zeroគឺគាត់បានបដិញ្ញាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញដល់ទីបំផុតនៅកម្ពុជានោះដើម្បីរកយុត្តិធម៌មិនសម្រាប់កម្ពុជាទេណាបងប្អូនតិចច្រឡំរកយុត្តិធម៌ជូនជនជាតិអាមេរិកដែលរងគ្រោះដោយអំពើឆបោកនៅកម្ពុជាយើងសពថ្ងៃនេះណាយើងមានភ័ព្វវាសនាទេជាខ្មែរភ័ព្វវាសនាមួយនៅក្នុង1លានភ័ព្វវាសនាទេដោយសារតែអាការឆបោកនៅស្រុកខ្មែរហ្នឹងវាប៉ះពាល់ដល់ជនរងគ្រោះដែលជាអាមេរិកនឹងខ្ញុំនិយាយម្ដងទៀតបើកុំប៉ះពាល់ជនរងគ្រោះនៅអាមេរិកកម្ពុជាជិះសេះលែងដៃមិនដឹងជាសបាយហើយអើប៉ុណ្ណាធ្វើប៉ុណ្ណឹងរួចខ្លួនណាប៉ុន្តែកម្មអកុសលកម្ពុជាគឺប៉ះជនដែលបោកបានគឺភាគច្រើនជាជនជាតិអាមេរិកដូច្នេះហើយបានជាអាមេរិកដោះស្រាយដើម្បីរកយុត្តិធម៌ជូនជនជាតិគេជូនជនជាតិគេ
ហើយតែអញ្ចឹងយើងហៅជនជាតិគេតាមពិតខ្ញុំសម្ងាយក៏មានសញ្ជាតិអាមេរិកតែខ្ញុំមិនដែលគិតតែខ្ញុំអាមេរិកសោះខ្ញុំនៅតែគិតថាខ្ញុំខ្មែរទាំងឈាមទាំងពលឹងទាំងវិចារណញ្ញាណទាំងអីទាំងអស់តែយ៉ាងណាបងប្អូនតាមទម្លាប់គឺយើងចូលសញ្ជាតិអាមេរិកគឺគេឲ្យយើងបោះបង់ចោលសញ្ជាតិខ្មែរប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលសញ្ជាតិអាមេរិកមែនប៉ុន្តែខ្ញុំនៅតែបេះដូងឈាមជ័រខ្ញុំនៅជាខ្មែរ 100% ទេប៉ុន្តែខ្ញុំនៅតែគ្រប់គ្រងគោលនយោបាយសហរដ្ឋអាមេរិកតាក់ទងនឹងខ្ញុំជាសញ្ជាតិអាមេរិកប៉ុន្តែមិនមែនបានន័យថាផ្កាប់មកគ្រប់ត្រទេណាឯងធ្វើអត់ត្រូវខ្ញុំរិះគន់មេដឹកនាំគ្រប់តែគ្នាប៉ុន្តែដើម្បីឲ្យតម្លៃក្នុងនាមខ្ញុំជាអ្នកដែលមានសញ្ជាតិអាមេរិកគឺខ្ញុំការពារប្រយោជន៍អាមេរិកដែរដូច្នេះក្នុងន័យនេះគឺអត់មានអីសពេចសពិលទេមិនមែនក្បត់ជាតិខ្មែរទេក៏ប៉ុន្តែខ្ញុំមានសញ្ជាតិអាមេរិកតែខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរដោយសារខ្ញុំឈាមជ័រជាខ្មែរខ្ញុំស្លាប់ទៅជាខ្មែរខ្ញុំមិនមែនស្លាប់ទៅជាអាមេរិកទេបើសិនជាខ្ញុំស្លាប់ក្នុងនាមជាខ្មែរបាទអញ្ចឹងបន្តទៀតគឺមេដឹកនាំរបស់ FBI គេបានប្រាប់ខ្មែរយើងហើយឲ្យអ្នកចាត់ការឲ្យកុំលំកុំស្មានតែគេល្ងងកុំស្មានតែគេមិនដឹងហើយដល់ពេលឥឡូវពេលដែល Alex Zero និយាយអញ្ចឹងឯកអគ្គរដ្ឋទូតទៅអនាគតរបស់អាមេរិកប្រចាំនៅកម្ពុជាលោក Christopher Anderson ដែលថ្ងៃទី16ខែកក្កដាអញ្ចឹងមកខ្ញុំឲ្យបងប្អូនកត់ថ្ងៃនឹងទុកថ្ងៃទី16ខែកក្កដាលោក Christopher Anderson ថ្លែងសារចំនួន2ចំណុចដែលយើងទាំងអស់គ្នាជាខ្មែរត្រូវកត់លើជញ្ជាំងក្នុងក្រាំងមាសទុកថ្ងៃណាមួយលោក Christopher Anderson ចូលទៅស្រុកខ្មែរចាំផ្ទៀងផ្ទាត់សួរគាត់ធ្វើដល់ពេលណាហើយបានដល់ប្រមាណទី1នៅមុខសមាជិកគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកដែលជាអ្នកដែលផ្ដល់ការទុកចិត្តដើម្បីបោះឆ្នោតឲ្យគាត់បានទៅក្លាយទៅជាតំណាងទូតអាមេរិកប្រចាំនៅកម្ពុជានោះគឺគាត់បញ្ញាចំនួន2ចំណុចទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះដល់ទីបញ្ចប់ហើយត្រូវរកអ្នកនៅពីក្រោយខ្នងនឹងយកមកផ្ដន់ទាទោសឲ្យខាងតែបាននេះពាក្យនេះដែលធ្វើឲ្យលោក Thomas Andrews នេះដែលជាជនជាតិអាមេរិកហើយជាអតីតតំណាងរាស្ត្រអាមេរិកហើយឥឡូវជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិហើយដោយសារតែសប្ថ្ងៃគឺគាត់ទៅតំណាងអាមេរិកដែរបិទថាធ្វើការឲ្យខ្មែរមែនដោយសារតែអាណត្តិរបស់គាត់គឺជាមន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិយាយពីរឿងសិទ្ធិមនុស្សក៏ប៉ុន្តែគាត់ជាជនជាតិអាមេរិកឈាមជ័រអាមេរិកហើយប្រជាជនអាមេរិកជាង8សែននាក់រងគ្រោះដោយសារអំពើឆបោកអនឡាញនៅកម្ពុជាដូច្នេះទៅរឿងហ្នឹងហើយឥឡូវយន្តការរដ្ឋាភិបាលអាមេរិកគាត់ដោះស្រាយបញ្ហាសិទ្ធិមនុស្សតាដូច្នេះគាត់ទៅហ្នឹងគឺនិយាយពីរឿងហ្នឹងហើយរំលឹករដ្ឋាភិបាលកម្ពុជាដូច្នេះរឿងនេះគឺវាជាឱកាសមាសសម្រាប់រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាហើយបើសិនជាអត់ទេគឺទៅហើយចប់ហើយអង់គ្លេសគេហៅថា the end សំទោសអង់គ្លេសគេប្រើពាក្យថា the beginning of an end the beginning of an end នេះបានន័យថាជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់បានន័យថាទីបញ្ចប់ជួនកាលវាអត់ដឹងចប់នៅពេលណាប៉ុន្តែឥឡូវវាមានចំណុចចាប់ផ្ដើមមួយគឺចាប់ផ្ដើមនៃទីបញ្ចប់ដោយរទេះភ្លើងអញ្ចឹងណាបងប្អូននៅពេលដែលវាបើកលបឿនលឿនមែនតើគឺយើងអត់មានទីបញ្ចប់ទេចេះទៅអញ្ចឹងទៅ100គីឡូក្នុង1ម៉ោងក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមបន្ថយលបឿនហើយចាប់ផ្ដើមលឺសូរខ្យល់ថយមកបានន័យចិត្តដល់រ៉ារទេះភ្លើងអាចចំណុចដែលបន្ថយលបឿនហ្នឹងឯងគឺបើសិនជាត្រូវធ្លាក់ជ្រោះគឺបានន័យថាជាចំណុចចាប់ផ្ដើមនៃការធ្លាក់ជ្រោះហើយព្រោះបើកទៅហ្នឹងគឺទម្លាក់មកដឹងតែខ្លួននេះទៅសឹកហើយក្នុងនេះគឺវាមានរឿងពីរខ្ញុំនិយាយថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់អាចចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបៀបដឹកនាំផ្ដាច់ការពុករលួយរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យបែបបកពួកគ្រួសារនិយមនៅកម្ពុជាហ្នឹងក៏ថាបានដែរដោយសារអីអត់មានជំរឿសអីដែលត្រូវដោះស្រាយទេព្រោះនេះជាទីបញ្ចប់នៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ដែរសេចក្តីសង្ឃឹមមួយដែលរងចាំឲ្យមានឱកាសនេះព្រោះអ្នកដឹកនាំផ្ដាច់ការគេអត់ដែលដោះស្រាយបញ្ហាទេគឺគេនៅទប់រហូតតទប់បានហើយធ្វើនយោបាយប្រជាពិធដ្ឋបោកប្រជាពលរដ្ឋក៏ប៉ុន្តែដល់ដំណាក់កាលចុងក្រោយក៏គាត់ទប់អត់បានដែរដូចភ្នំព្រះសម័យមកសង្កត់គឺវាទៅហើយដូច្នេះវាអាចជាចំណុចចាប់ផ្ដើមនៃការរលំរលាយនៃរបៀបដឹកនាំរដ្ឋបែបនេះក៏ប៉ុន្តែក៏វាជាចំណុចចាប់ផ្ដើមនៃចំណុចវិជ្ជមានសក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរថាមានអន្តរជាតិបើក៏មានអន្តរជាតិព្រោះក្រោលដងលោកហ៊ុនសែនអត់ដែលខ្វល់អន្តរជាតិទេយើងចាំណាបងប្អូនលោកហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ្នកតស៊ូមតិប្រជាធិបតេយ្យបាក់ស្មារតីបាក់ស្បាត់ច្រើនលើកច្រើនគ្រាដោយសារគាត់យកអាវិធីនយោបាយប្រជាពិធដ្ឋមួយគឺស្អំចិត្តប្រជាពលរដ្ឋមួយថាកម្ពុជាអត់ដួលទេ
អត់ដួលទេយើងគ្រាន់តែបំផ្លាញសិទ្ធិមនុស្សបំផ្លាញក្រុមប្រឆាំងប៉ុណ្ណឹងយើងយកពាក្យអគុណសន្តិភាពមកទប់ទៅប្រជាពលរដ្ឋច្បាស់ជាពុលនឹងអាការអគុណសន្តិភាពណែណាមិនចង់បានសន្តិភាពអញ្ចឹងនឹងភ្លេចគណៈបកប្រឆាំងព្រោះមានគណៈបកប្រឆាំងគឺមានសង្គ្រាមដល់តែពេលអត់គណៈបកប្រឆាំងគឺមានសន្តិភាពអគុណសន្តិភាពដោយសារតែអត់គណៈបកប្រឆាំងអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋដូរអាពាក្យថាអត់គណៈបកប្រឆាំងមកអគុណសន្តិភាពយកគណៈបកប្រឆាំងជាសង្គ្រាមហ្មងដល់អញ្ចឹងទៅនាំគ្នាទំទិញពាក្យហ្នឹងបិទគ្រប់សំបីតែប្រគុណក៏បិទដែរអគុណសន្តិភាពហ្នឹងដើម្បីអីនយោបាយប្រជាធិបតេយ្យមួយគឺស្អំចិត្តប្រជាពលរដ្ឋកុំឲ្យនឹកឃើញអំពីការរំលាយគណៈបកសង្គ្រោះជាតិព្រោះតែរំលាយទៅគឺប្រជាពលរដ្ឋនៅសោកស្ដាយនៅថាបាត់ប្រយោជន៍តែបានសន្តិភាពដែរអញ្ចឹងយើងមានសន្តិភាពដោយសារអស់សង្គ្រាមហីព្រោះសង្គ្រាមនេះដោយសារក្រុមប្រឆាំងពួកលោកហ៊ុនសែននិយាយឲ្យថាបើបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាគឺមានសន្តិភាពបើបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាគឺបោះឆ្នោតយកសង្គ្រាមមានតែពីរហ្នឹងគាត់ផ្លូវឲ្យប្រជាពលរដ្ឋជ្រើសអត់ដែលគិតថាបោះឆ្នោតឲ្យគណៈបកប្រឆាំងនឹងមានជីវភាពទូធានឹងមានប្រាក់បៀវត្តប្រាក់ម៉ោងប្រាក់ឈ្នួលឡើងជីវភាពគ្រាន់បើបាត់កាត់បន្ថយអំពើពុករលួយឈប់ឲ្យបកពួកនិយមតំណាងរាស្ត្រអីមានតំណាងគ្រប់ភូមិឃុំសង្កាត់ដើម្បីតំណាងឲ្យប្រយោជន៍ផ្ទាល់ខ្លួនព្រោះមានបកប្រឆាំងចូលរួមគណៈបកកាន់អំណាចមិនអាចជិះសេះលែងដៃគេអាចហៅក៏ហៅនាយករដ្ឋមន្ត្រីក្រសួងណាមកបំភ្លឺរឿងបំផ្លាញបរិស្ថានរឿងរ៉ែធម្មជាតិរឿងពុករលួយរឿងស្អីលុបបឹងលុបបួព្រៃភ្នំកាប់បំផ្លាញព្រៃឈើអីឡាក់នឹងឡាក់មកសួរបានគេមន្ត្រីបកប្រឆាំងអាចធ្វើនយោបាយការបរទេសនៅស្រុកក្រៅប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមត្រូវគ្នាផ្សះផ្សាជាតិមិននយោបាយស្មោកគ្រោកឡាក់នឹងឡាក់គេអត់ដែលផ្សាយអញ្ចឹងទេគឺគេផ្សាយថាបើអត់គណៈបកប្រឆាំងគឺមានសន្តិភាពមានគណៈបកប្រឆាំងគឺមានសង្គ្រាមហើយបើបំផ្លាញទៅក៏ល្អដែរស្កោលទោសទៅឲ្យបាត់ស្រឡះទៅដើម្បីឲ្យខ្មែរមានសន្តិភាពព្រោះសង្គ្រាមយូរពេកទៅចោតសង្គ្រាមបានមកពីគណៈបកប្រឆាំងហើយអត់ត្រូវការឲ្យបរទេសណាមកគ្របដណ្ដប់ជាន់ក្បាលខ្មែរទេទាំងសហគមន៍អឺរ៉ុបទាំងសហរដ្ឋអាមេរិកសាររបស់គេនឹងតែអញ្ចឹងគឺសហគមន៍អឺរ៉ុបណែដក 20% ដក 100% ក៏បានដែរអត់ងាប់ទេហ៊ុនសែនអត់ងាប់ទេគាត់និយាយអញ្ចឹងអ្នកដែលស្លាប់គឺប្រជាពលរដ្ឋ18លានអ្នកព្រោះគ្រួសារតកូលហ៊ុននេះចាយ100ជាតិទៀតក៏អស់ដែរគាត់មានតែភ័យខ្លាចស្លាប់ស្អីគាត់អ្នកណាដែលមានលទ្ធភាពទៅវាយកូនគោលបងប្អូនមួយថ្ងៃគ្នារកតែលុយទិញក3ពេលអត់ទាំងបានផងបងលុយមីក្រូហិរញ្ញវត្ថុបងអត់គ្រប់ចពាក់គេរំសួតមេដឹកនាំទៅវាយកូនគោលវាយអីណាសបាយកាយអីតើអ្នកណាមានលទ្ធភាពធ្វើដូចគាត់បានបើគាត់មានរបរអីដូចលោកត្រាំដូចអីគឺមិនខ្វល់ទេគាត់សទ្ធិតែលោកហ៊ុនសែនមានសទ្ធិមកពីណាគាត់មកពីសម័យខ្មែរក្រហមមកចង្កេះដូចយើងដែរហ្នឹងហើយប្រាក់ខែនាយករដ្ឋមន្ត្រីមានប្រមាណខ្ញុំឲ្យ$5000ចុះមួយខែមកចាប់បើគាត់ដើរតែជួលមនុស្សនេះមនុស្សនោះម្ដងមួយសែនម្ដង5-80000-50000ដូចស្អីជួលសានបន្ទឿនជួលសពូនមីដាដាជួលអ្នកនេះជួលអ្នកនោះឲ្យលុយអ្នកនេះឲ្យអ្នកនោះរឿងទីសវណ្ណថានោះឬសូព័ត៌មានរឿងដល់ទៅ1លានចុះបានលុយនោះមកពីណាហើយដល់ពេលអញ្ចឹងបច្ចាយអានឹងអស់ហើយតើគាត់បានលុយឯណាទៅធ្វើអីផ្សេងទៀតដូច្នេះអានឹងតកតងនឹងអំពើពុករលួយនៅក្នុងរបៀបដឹងរហើយណាទៅសួរគាត់បើសិនពួកប្រឆាំងវិញចាប់ដាក់គុកអស់ហើយអត់ប្រកាសទ្របអត់ប្រកាសអីបានលុយអីនាំទៅថាតែមិនតិលតែបន្តិចតែ$250ផងកុំថាឡើយដល់ទៅលុយរាប់ម៉ឺននាឡិកាតម្លៃលានដុល្លារលុយតែ$250សោះរឿងខំចន្ទរាទីហៅស្រីមុំតកតងនឹងរឿងគេចោតប្រកាន់លោកកឹមសុខាថាមានស្នេហាសហាយស្មន់អីជាមួយនាងខំចន្ទរាទីដែលក្រុមស្រីចម្រើននឹងធីសវណ្ណថាទៅរលរឿងរហូតដល់កម្ពុជាគាត់ជាប់គុកខ្លះអ្នកខ្លះរត់ចោលស្រុកអីចឹងទៅដោយសារតែអំពើអកុសលកម្មហ្នឹងគាត់សាងច្រើនពេកទៅដល់អញ្ចឹងទៅវាបាបកម្មធ្លាក់តន់ហន់ចឹងដែរពួកគាត់ថាស្មាចូលគណៈបកប្រជាជនបានគេជួយឥឡូវជាប់គុកមានថ្ងៃលែងណាខ្ញុំអសូវគាត់មែនតើខ្ញុំមិនចង់ឲ្យជាប់គុកជាប់ច្បាប់តែមករលរឿងលោកកម្មសុខារឿងខំចន្ទរាទីហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅជាប់មន្ត្រីអាត60ដោយទាំងអ្នកស្រីមនីដោយទាំងលោកនីសុខាដោយទាំងលោកនីចរិយាជាប់គុកអត់ថ្ងៃចាញ់ដោយសារលុយ$250ដើម្បីជាសហុយជួលមិនជួលទេជួយជនរងគ្រោះដើម្បីមកធ្វើសក្ខីកម្មតកតងនឹងរឿងលោកកម្មសខាហ្នឹងនាងខំចន្ទរាទីហៅស្រីមុំហ្នឹង$250ចាប់គេដាក់គុករាប់ឆ្នាំតែ$250ចោតប្រកាន់ថាជាអំពើពុករលួយសោកសាក់សីឯណាហើយបើលុយគេវិញខាងគណៈបកប្រជាជនចង់អ្នកណាខ្សែក្រវ៉ាត់$1-25,000ឬក៏ពនាលការរាប់សែនរាប់អីអត់អ្នកណាឈឺក្បាលហាលថ្ងៃទេហើយគេអត់ដឹងអាហ្នឹងគេដឹងតែអស់លោកគិតថាធ្វើបានចេះធ្វើទៅឲ្យចេះប្រឡប់ហើយទៅជួលមនុស្សលលោកហ្នឹងមកឲ្យជេមរាយគេនិយាយអត់បានទេជេររហូតចាំមើលក្រុមលលោកនេះបន្តិចទៀតទៅគេបោចរួមយកទៅរ៉ូទីអស់ដូចគ្នាហ្នឹងព្រោះអីដល់អស់តម្លៃទៅគឺរ៉ូទីហើយយ៉ាងហោចបើមិនបោចរួមក៏ធ្លាក់ទៅដីសម្ោចរួមដែរព្រោះអស់តម្លៃអញ្ចឹងហើយបានខ្ញុំថា
ឃើញគេខំប្រឹងដោះស្រាយបញ្ហាយើងខំប្រឹងកាយកប់ត្រឡប់ជន់ឥឡូវដល់ពេលគឺនិយាយពីរឿងការឆបោកអនឡាញអាបញ្ហាចាក់ស្រេះហ្នឹងគឺយើងច្រើនតែផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋថាកុំភ័យអត់អីទេវាអត់មានបញ្ហាអីទេគឺអត់គណៈបពប្រឆាំងគឺដឹងតាមមានសន្តិភាពស្រឡាញ់សន្តិភាពអត់គណៈបពប្រឆាំងអ្នកណាដាក់ទណ្ឌកម្ម EBA